វិនិច្ឆ័យបទថាបរិសត្យមសារថេសេចក្តីសួរដែលគួរចាំ 1. បុរសដោយម្ដេចដែលគូទូមានដោយម្ដេចដែលមិនគូទូមាន 2. បុរសដែលគូទូមានប៉ុន្មានពួក 3. បើត្រង់ទូមានខ្លះមិនទូលមានខ្លះដូច្នេះព្រះអង្គមិនជាអ្នករើសមុខហើយឬ 4. ព្រះអង្គទ្រង់ទូមានទាំងបុរសនិងស្ត្រីហេតុអ្វីទើបលោកដាក់ថាតែបុរស សេចក្តីឆ្លើយ បុរសដែលមានឧបនិស្ស័យល្មមស្ដាប់ឱវាទព្រះអង្គបានឈ្មោះថាបុរសគូទូមានបុរសក្រៅពីនេះមិនឈ្មោះថាគូទូមានឡើយ 2. បុរសដែលគូទូលមាន3ពួកគឺទេរឆានបុរស1មនុស្សបុរស1អមនុស្សបុរស1 3. មិនមែនត្រង់រើសមុខទេតែត្រង់យល់ថាបុរសដែលឥតឧបនិស្ស័យបើទុកជាត្រង់ទូមានក៏ឥតអំពើមិនសម្រេចប្រយោជន៍ដល់សត្វទាំងនោះទេ 4. បានជាលោកដាក់ថាបុរសមកជាប្រធានព្រោះកំណត់ដោយភេទជាឧក្រិដ្ឋគឺមានភេទថ្លៃជាងស្ត្រីប៉ុណ្ណោះតែក៏គង់មានសេចក្តីសាធារណៈដល់ស្ត្រីដែរសេចក្តីអធិប្បាយព្រះសម្មាសម្ពុទ្ធព្រះអង្គឆ្លៀសវៃក្នុងវិធីប្រដៅសត្វសត្វណាដែលពេញចិត្តនឹងធម៌គ្រូតគ្រាតទ្រង់សម្ដែងធម៌គ្រូតគ្រាតប្រាប់សត្វណាដែលពេញចិត្តនឹងធម៌ល្អិតជ្រាលជ្រៅទ្រង់សម្ដែងធម៌ដែលល្អិតជ្រាលជ្រៅប្រាប់សត្វណាដែលពេញចិត្តធម៌គ្រូតគ្រាតខ្លះល្អិតជ្រាលជ្រៅខ្លះទ្រង់ក៏សម្ដែងធម៌តាមទំនងនោះប្រាប់ត្រាតែសត្វនោះចូលចិត្តស្ដាប់បានប្រតិបត្តិតាមសម្រាប់ប្រយោជន៍តាមឧបនិស្ស័យរៀងខ្លួនដូចយ៉ាងទ្រង់សម្ដែងអំពីកម្មដ្ឋានឲ្យសត្វចម្រើនតាមចរិតរបស់ខ្លួនជាដើមសត្វដែលជារាគៈចរិតឲ្យចម្រើនអសុភៈ10និងកាយកតាសតិ1សត្វដែលជាទោសចរិតឲ្យចម្រើនព្រមវិហារធម៌4និងវណ្ណកសិន4គឺនីលកសិន1បៃតកកសិន1លោហិតកសិន1អោទាតកសិន1សត្វដែលជាមោហចរិតនិងវិតកចរិតឲ្យចម្រើនអាណាបាណសតិសត្វដែលជាសទ្ធាចរិតឲ្យចម្រើនអនុសតិ6គឺពុទ្ធានុសតិ1ធម្មានុសតិ1សង្ឃានុសតិ1សីលានុសតិ1ចាគានុសតិ1ទេវតានុសតិ1សត្វដែលជាពុទ្ធិចរិតឲ្យចម្រើនកម្មដ្ឋាន4គឺមរណានុសតិ1ឧបសម្មានុសតិ1ធាតោវវត្ថានៈ1អាហារេបដិកុលសញ្ញា1កម្មដ្ឋានសល់ពិនិស្ស10គឺបថវ័យកសិន1អបោកសិន1តេជោកសិន1វាយោកសិន1អាកាសកសិន1អឡោកកសិន1អរូប4គួរដល់ចរិតទាំងអស់ព្រះអង្គទ្រង់សម្ដែងធម៌ដើម្បីឲ្យសត្វប្រតិបត្តិតាមទំនងបែបនេះព្រោះទ្រង់ស្គាល់ហេតុប្រៀបដូចជាគ្រូពេទ្យដែលចេះប្រកបអាចប្រកបឱសថដាក់ជំងឺឲ្យជាសះស្បើយបានងាយព្រោះស្គាល់សមុដ្ឋានរោគពិតប្រាកដម្យ៉ាងទៀតសត្វណាដែលពេញចិត្តនឹងរូបព្រះអង្គទ្រង់ត្រាស់សម្ដែងទោសរបស់រូបប្រាប់ដោយវគ្គលិព្រាហ្មណ៍និងនាងរូបនន្ទាជាដើមសត្វណាដែលគួរប្រោសដោយបរិហាទ្រង់ធ្វើបរិហាប្រោសដោយពួកបងប្អូនចដិលទាំង3នាក់ជាដើមព្រះអង្គទ្រង់ឆ្លៀសឆ្លៀសក្នុងពិធីប្រដៅសត្វនេះហើយទើបទ្រង់ទូមានបរោះទាំង3ក្រុមនេះបានទេរឆានបរោះដែលទ្រង់ទូមានបានមានច្រើនជាអនេកមាននាគរាជឈ្មោះអបលាលៈចូលោតរៈមហោតរៈអគិសិខៈធូមសិខៈអាឡាវាលៈនិងដំរីឈ្មោះធនបាលបាលីយកៈជាដើមមនុស្សបរោះដែលរពឹងដូចយ៉ាងសច្ចកៈនិក្រន្តបុត្រអពដ្ឋមានុបបោករសាតិព្រាមសោណទន្តព្រាមនិងកោដទន្តព្រាមជាដើមអមនុស្សបរោះក៏ទ្រង់ទូមានបានច្រើនជាអនេកដូចយ៉ាងអលវកយៈសុជេលោមយៈខរៈលោមយៈនិងសកទេវរាជជាដើមព្រះអង្គឆ្លៀសវៃដោយពិធីទូមានសត្វបានឥតតេតទៀមយ៉ាងនេះឯងទើបទ្រង់ព្រះនាមថាបរិសត្យមសារថេគឺប្រៀបដោយនាយសារថីរបស់មហាក្សត្រីដែលប៉ិនប្រសពទូមានដំរីឬសេះអាជាណីដែលជាវាហណៈសម្រាប់ព្រះបរមក្សត្រមានសេចក្តីសរសើរថានាយសារថីនោះ
អាចទាញទប់សេះដែលកំពុងអូសរាជរថលឿនជ្រុលទៅក្នុងផុងរបាប់ឲ្យទុចនៅនឹងបានមិនឲ្យរាជយានវិលទៅបានតាមទំនើងកង់យ៉ាងណាមិញព្រះបរមលោកនាថទ្រង់ព្រះនាមថាពុរិសធម្មសារថិក៏ដូច្នោះមានន័យខ្លះលោករួបរួមព្រះនាមទាំងពីរគឺអនុត្តរោនិងពុរិសធម្មសារថិជាព្រះនាមមួយថាអនុត្តរោពុរិសធម្មសារថិទ្រង់ជានាយសារថីអាចទូន្មានបាននៅបរោះឥតមានអ្នកណាប្រសើរជាងពិតមែនសត្វណាដែលទ្រង់ប្រដៅបានបត់ហើយអាចអង្គុយក្នុងកន្លែងមួយភ្នែនមួយហើយស្ទុះទៅកាន់ទិសទាំង8ដោយកម្លាំងសមាបត្តិទាំង8បានហើយរូបធម៌នៅនឹងត្រង់កន្លែងមួយដដែលតែនាមធម៌ស្ទុះចេញទៅព្រះបរមគ្រូទ្រង់ឆ្លៀសវៃក្នុងពិធីប្រដៅសត្វទាំងនេះទើបទ្រង់ព្រះនាមថាអនុត្តរោពុរិសធម្មសារថិចប់ព្រះនាមរបស់ព្រះដ៏មានព្រះភិក្ខអនុត្តរោពុរិសធម្មសារថិវិនិច្ឆ័យបទបន្តទៅទៀតអំពីសត្ថាទេវមនុស្សសានំសត្ថាទេវមនុស្សសានំពាក្យសួរដែលគួរចាំ 1. ព្រះបរមគ្រូទ្រង់បដៅសត្តានិកដល់ប្រយោជន៍ប៉ុន្មានយ៉ាងគឺអ្វីខ្លះ 2. ដែលទ្រង់ប្រដៅសពសត្វស្ថានដរាបដល់ពេលបរិនិព្វានឥតមានធុញទ្រាន់តែដោយទ្រង់បំណងដាច់ខាតដូចម្ដេច 3. ហេតុអ្វីទើបលោកព្រាបព្រះអង្គដោយនាយឈ្មួញរទេះយ៉ាងធំសេចក្តីឆ្លើយ 1. ទ្រង់ប្រដៅប្រយោជន៍3យ៉ាងគឺទិដ្ឋធម្មិកប្រយោជន៍1សម្បរាយិកប្រយោជន៍1បរមត្ថប្រយោជន៍1 2. ដើម្បីបំណងដាច់ខាតឲ្យសត្វបានវិមុត្តសុខនិងបរមសុខប៉ុណ្ណោះពាក្យថាវិមុត្តសុខនិងបរមសុខគឺវិមុត្តសុខឬបរមត្ថសុខបានដល់សេចក្តីសុខក្នុងព្រះនិព្វាន 3. បានជាលោកព្រាបប្រដូចឆ្នោះព្រោះនាយឈ្មួញរទេះយ៉ាងធំមានប្រាជ្ញាអញ្ញាងពួកកូនឈ្មួញឲ្យឆ្លងនៅផ្លូវកន្តរៈបានមិនឲ្យស្គុនដំណើរដូចជាព្រះអង្គដែលទ្រង់ញ៉ាំងសត្តនិកឲ្យសញ្ចរកាត់សង្សារកន្តរៈបានសេចក្តីអធិប្បាយព្រះបរមត្រៃលោកនាថសាស្ត្រាចារ្យទ្រង់ព្រានបដៅសត្វអស់ការកំណត់45ព្រះវស្សាដោយធម្មទេសនារួបរួមមកនៅត្រឹមប្រយោជន៍3យ៉ាងឬត្រឹមពាក្យ3ម៉ាត់គឺមិនឲ្យធ្វើបាបមួយឲ្យខំធ្វើបុណ្យមួយឲ្យខំធ្វើចិត្តឲ្យស្អាតមួយពាក្យថាឲ្យខំធ្វើចិត្តឲ្យស្អាតពាក្យទី1បានដល់វិន័យបិដកពាក្យទី2បានដល់សតន្តបិដកពាក្យទី3បានដល់អភិធម្មបិដកនេះជាសេចក្តីពន្យល់នៃពាក្យទាំង3ទិដ្ឋធម្មិកប្រយោជន៍ដែលមានក្នុងបច្ចុប្បន្នហៅថាទិដ្ឋធម្មិកប្រយោជន៍មាន4យ៉ាងគឺ 1. ឧទ្ធានសម្បទាដល់ព្រមដោយសេចក្តីប្រឹងប្រែងគឺទ្រង់ប្រដៅឲ្យខំខ្នះខ្នែងរវិះរវៃធ្វើការងារដែលឥតទោសមានវាចំនួន5ប្រការជាដើមមិនត្អូញត្អែបងអែបងអង្គឲ្យហួសកាលវេលាខកខានការងារតតែលែងសម្រេចសេចក្តីបំណងនោះ 2. អរខសម្បទាដល់ព្រមដោយការរក្សាគឺទ្រង់ប្រដៅឲ្យខំថែរក្សាទុករបស់របរដែលរកបានមកដោយអំពើដែលមិនមានទោសនោះឲ្យគង់វង្សបានដល់ការធ្វើទីកន្លែងសម្រាប់ទុកដាក់របស់ទាំងនោះមានជួសជុលផ្ទះសម្បែងធ្វើចង្រុកធ្វើក្រោលធ្វើរបងជាដើមម្យ៉ាងទៀតមិនត្រូវធ្វើទ្រព្យទាំងនោះឲ្យខូចខាតដោយការឥតប្រយោជន៍ដូចយ៉ាងលបែងស្រីលបែងប្រុសលបែងស្រាលបែងស៊ីសងផ្សេង 3. សមជីវិតាភាពជាអ្នកចិញ្ចឹមជីវិតស្មើគឺទ្រង់ប្រដៅឲ្យចិញ្ចឹមជីវិតតាមសមគួរដល់ទ្រព្យដែលខ្លួនរកបានកុំរិះពេកកុំកញ្ជះកញ្ជាយពេកត្រូវលៃត្រូវរំលែកទ្រព្យដែលបានរកនោះជា3ចំណែក1ចំណែកទុកចំណាយខាងគ្រឿងឧបភោគបរិភោគធម្មតាបានន័យថាគ្រឿងឧបភោគបានដល់គ្រឿងប្រើប្រាស់គ្រឿងបរិភោគបានដល់គ្រឿងអាហារ1ចំណែកសម្រាប់ទុកការពារសេចក្តីអន្តរាយខ្លះនៅខាងមុខ1ចំណែកទៀតសម្រាប់សាងកុសលទុកក្នុងព្រះពុទ្ធសាសនាជាកំណប់បុណ្យតទៅអនាគត
4. កល្យាណមិត្តតាភាពជាអ្នកគប់រកតែកល្យាណមិត្តគឺទ្រង់ប្រដៅឲ្យសេពគប់រាប់រកតែមិត្តដែលល្អដែលគួរសេពគប់នោះមាន4ចម្ពោះគឺមិត្តមានឧបការៈ1មិត្តរួមសុខទុក្ខបាន1មិត្តចេះណែនាំពន្យល់ប្រយោជន៍ឲ្យ1មិត្តចេះអនុគ្រោះគ្នា1វាមិត្តអាក្រក់មិនគួរសេពគប់នោះ4ចម្ពោះគឺមិត្តគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន1មិត្តល្អតែមាត់1មិត្តប្រសំនិយាយចាក់បណ្ដោយ1មិត្តនាំឲ្យវិនិច្ឆ័យ1មិត្ត4ពួកនេះហៅថាមិត្តផ្លំសម្បរាយិកប្រយោជន៍ប្រយោជន៍ដែលមានខាងបរលោកឬខាងអនាគតជាតិហៅថាសម្បរាយិកប្រយោជន៍មាន4យ៉ាងគឺ1. សទ្ធាសម្បទាដល់ព្រមដោយសទ្ធាគឺទ្រង់ប្រដៅឲ្យជឿហេតុដែលគួរជឿបានដល់ជឿកម្មថាទោះល្អក្តីអាក្រក់ក្តីសុទ្ធតែឲ្យផលជឿផលនោះទោះបីល្អក្តីអាក្រក់ក្តីសុទ្ធតែមកអំពីកម្មជឿថាអ្វីទាំងអស់សុទ្ធតែមានហេតុមានបច្ច័យជឿប្រាជ្ញាត្រាស់ដឹងរបស់ព្រះពុទ្ធថាប្រកបជាត្រាស់ដឹងត្រូវពិតមែន2. សីលសម្បទាដល់ព្រមដោយសិលគឺទ្រង់ប្រដៅឲ្យរក្សាសិលឲ្យម៉ត់ចត់តាមនីតិរបស់ខ្លួនកុំឲ្យដាច់ធ្លុះធ្លាយ 3. ចក្ខសម្បទាដល់ព្រមដោយការលះបង់គឺទ្រង់ប្រដៅឲ្យចំណាយទ្រព្យឲ្យបានរកមកធ្វើបុណ្យទានមានចែកចាយដល់ពួកស្មូនជាចកជាដើម 4. បញ្ញាសម្បទាដល់ព្រមដោយបញ្ញាគឺទ្រង់ប្រដៅឲ្យមានប្រាជ្ញាចេះពិចារណាឲ្យស្គាល់គុណទោសខុសត្រូវស្គាល់ប្រត្រៃលក្ខណ៍ស្គាល់អរិយសច្ចៈ4សម្បរាយិកប្រយោជន៍5យ៉ាងទៀតគឺ1. ហេតចរិយាប្រព្រឹត្តប្រយោជន៍ដើម្បីបុគ្គលដទៃគឺទ្រង់ប្រដៅថាបើឃើញប្រយោជន៍យ៉ាងធំដែលជនច្រើនអ្នកក៏បីបានព្រោះលះបង់ប្រយោជន៍ល្មមប្រមាណរបស់ខ្លួននោះលោកថាគួរឲ្យលះបង់ប្រយោជន៍ខ្លួនដើម្បីជួយឧបត្ថម្ភដល់ជនច្រើនអ្នកល្អជាងដោយទ្រង់លះបង់ប្រយោជន៍របស់ព្រះអង្គដើម្បីសត្វលោកក្នុងការនៅជាសុមេធតបោះជាតួយ៉ាង 2. កម្មៈគឺអំពើសពសត្វក្នុងលោកដែលបានល្អឬអាក្រក់ក៏ព្រោះអំពើដែលខ្លួនធ្វើទុកបើធ្វើល្អក៏បានល្អធ្វើអាក្រក់ក៏បានអាក្រក់ហេតុនេះហើយទើបប្រដៅឲ្យជឿនៅកម្ម 3. បរិសុទ្ធិសេចក្តីបរិសុទ្ធទ្រង់ប្រដៅឲ្យធ្វើចិត្តឲ្យបរិសុទ្ធបើចិត្តបរិសុទ្ធហើយអាចនាំឲ្យបានទៅកើតក្នុងសុគតិភពបើចិត្តមិនបរិសុទ្ធទេនឹងនាំឲ្យទៅកើតក្នុងទេគភពវិញព្រោះថាបរិសន្ធិថ្មីអាស្រ័យនឹងចិត្តចាស់ជាបច្ច័យបើចិត្តចាស់យ៉ាងណាបរិសន្ធិក៏យ៉ាងនោះដែរ 4. ភីវនាការចម្រើនបានដល់ការដែលធ្វើកុសលណាមួយឲ្យរឿយៗនៅក្នុងសន្តានដូចយ៉ាងសេចក្តីស្លាប់ជាភ័យមួយយ៉ាងពន្លឹកសម្រាប់ពួកសត្វលួនណាតែបានចម្រើនសេចក្តីស្លាប់នោះជាប់នៅក្នុងចិត្តរឿយៗទើបអាចការពារសេចក្តីខ្លាចដោយពន្លឹកនេះបានហេតុនោះសាធុជនគួរចម្រើនមរណសតិឲ្យបានរឿយៗបរមត្ថប្រយោជន៍ប្រយោជន៍ដ៏ឧត្តមបំផុតនោះហៅថាបរមត្ថប្រយោជន៍បានដល់ត្រៃសិក្ខា3គឺសិលសមាធិបញ្ញានិងបដិបទាដតីទៀតដែលជាគ្រឿងញ៉ាំងសត្វឲ្យដល់នៅព្រះនិព្វាននេះឯងជាមកុដរតរបស់ពុទ្ធសាសនាជាមហាសម្បត្តិរបស់ត្រៃលោកជាឧត្តមប្រយោជន៍របស់ពុទ្ធសាសនិកជនហេតុអ្វីព្រោះថាពាក្យប្រដៅរបស់ព្រះពុទ្ធដែលទ្រង់ប្រដៅអស់កាល45ឆ្នាំទ្រង់មានបំណងតែម្យ៉ាងគឺដើម្បីឲ្យសត្វបានកំពូលកែវគឺព្រះនិព្វាននេះឯងសម្បត្តិទាំងអស់ក្នុងត្រៃភពទោះជាសម្បត្តិមនុស្សក្តីសម្បត្តិទេវតាក្តីសម្បត្តិព្រហ្មក្តីឥតមានសម្បត្តិណាមួយថ្លៃថ្លាដោយបរមត្ថប្រយោជន៍នេះឡើយព្រោះថាសម្បត្តិនោះសុទ្ធសឹងនៅប្រែប្រួលទៅតាមសាមញ្ញលក្ខណៈឯបរមត្ថសម្បត្តិមិនដូច្នោះឡើយហើយតែងជាទីប្រាថ្នារបស់ត្រៃលោកប្រយោជន៍ដែលថ្លៃថ្លាបំផុតដែលពុទ្ធសាសនិកជនក៏បីប្រាថ្នាហើយក៏បីបានជារង្វាន់នោះឥតមានអ្វីក្រៃលែងជាងបរមត្ថប្រយោជន៍នេះឡើយមកុដរតមហាសម្បត្តិឧត្តមប្រយោជន៍នោះឯងក៏គឺសេចក្តីសុខដែលហួសប្រៀបព្រោះជាសុខដ៏ក្រៃលែងបរមត្ថសុខជាសុខដ៏ចំណែកមួយឯកន្តសុខព្រោះមានសុខតែម្យ៉ាងឥតមានទុក្ខជាគូផងជាសុខឥតច្រឡំដោយទុក្ខនិរាមីសសុខគឺមិនមែនសុខខ្លះទុក្ខខ្លះជាសុខ
លែងប្រែប្រួលទៅដោយហេតុបច្ច័យទៀតបានផុតអំណាចហេតុអំណាចបច្ច័យដែលត្រូវគ្រប់គ្រងភពអំណងរបស់បញ្ចពិទ្ធមាព្រោះឥតមានជាតិជាបច្ច័យគឺថាព្រះនិព្វានអស់ពូជឈឺចាស់ស្លាប់ពោលគឺជាតិទាំងឡាយត្រូវបានកាត់ផ្ដាច់នៃមួយទៀតពោលថាសត្វថាព្រោះព្រាមប្រដៅទៅជាមួយនឹងពួកឈ្មួញរទេះឲ្យឈ្មួញរទេះដោយឆ្លេះវៃប៉ិនប្រសពស្គាល់កាលវេលាត្រូវទៅឬត្រូវឈប់នៅជាដើមទើបអាចញ៉ាំងកូនឈ្មួញទាំង100នាក់មិនឲ្យស្គន់ដំណើរឲ្យឆ្លងផ្លូវឬវាលឆ្ងាយដាច់ស្រយាលហៅថាកន្តារៈបានកន្តារៈនោះមាន5យ៉ាងគឺចោរៈកន្តារៈបានដល់ផ្លូវដែលមានចោរច្រើននៅចាំពិឃាតឬបៀតបៀនអ្នកដំណើរដែលដើរទៅមកតាមដងផ្លូវពីលកន្តារៈបានដល់ផ្លូវដែលមានមរឹកសាហាវច្រើនមានខ្លានិងសឹងតោជាដើមនៅតាមដងមាគាចាំចាប់មនុស្សឬសត្វជាអាហារនិរុតកកន្តារៈបានដល់ផ្លូវឆ្ងាយដែលឥតទឹកសោះមានសុទ្ធតែខ្សាច់ពិសវាលពាសកាលដែលហៅថាសមុទ្រខ្សាច់អមនុស្សសកន្តារៈបានដល់ផ្លូវដែលមានអមនុស្សច្រើនមានយក្សជាដើមនៅតាមដងផ្លូវចាំបៀតបៀននៅរាល់អ្នកដំណើរដោយអាការៈផ្សេងអបភៈខកន្តារៈបានដល់ផ្លូវដែលមានស្បៀងអាហារសម្រាប់សត្វឬមនុស្សតិចពេកនាំឲ្យអ្នកដំណើរខ្សែជីវិតព្រោះសេចក្តីអត់ឃ្លាននាឈ្មួញដែលឆ្លៀសវៃអាចញ៉ាំងកូនឈ្មួញឲ្យឆ្លងសេចក្តីអន្តរាយក្នុងផ្លូវបានយ៉ាងណាឯព្រះបរមគ្រូក៏ដូច្នោះដែរទ្រង់ជាមហានាយកតែងដឹកនាំសត្វឲ្យឆ្លងផ្លូវឆ្ងាយដាច់ស្រយាលវាធំឥតជ្រុងជ្រោយពោលគឺជាតិជរាជាធិមរណៈសោកៈបរទេវៈទុក្ខៈទោមនស្សៈឧបាយៈទិដ្ឋិអុដ្ឋចៈវិជកិច្ឆាសីលពតបរាមាសៈឥតមានតតៈតទៀមធរទាំង13នេះឯងហើយជាផ្លូវឆ្ងាយដាច់ស្រយាលវាលវែងរបស់សត្វដែលប្រព្រឹត្តបរិបត្តិតាមពុទ្ធវាទទើបអាចឆ្លងកន្តារៈបានឯសត្វក្រៅពីនេះពុំដែលឆ្លងបានឡើយសុទ្ធសឹងតែវិនាសខ្សែនខ្សែក្នុងផ្លូវឬវាលធំនោះឯងពុំខានឡើយព្រះបរមលោកនាថទ្រង់ឆ្លៀសវៃក្នុងពិធីប្រដៅសត្វតនិករដោយប្រយោជន៍3យ៉ាងនិងចម្លងសត្វដែលប្រព្រឹត្តទៅតាមឱវាទឲ្យឆ្លងអំពីវាលវដ្តសង្សារកន្តារៈយ៉ាងនេះទើបមានព្រះនាមថាសត្ថាទេវមនោសានំវិនិច្ឆ័យបទថាសត្ថាទេវមនោសានំចប់តែប៉ុណ្ណេះ